ខ្ញុំសូមបញ្ជាក់ថានៅក្រៅក្របខ័ណ្ឌនៃកិច្ចប្រជុំកម្ពុជាអាស៊ានរុស្ស៊ីសម្ដេចទេពធីហ៊ុនម៉ាណែតបានជួបជាទ្វេភាគីទាំងអស់គ្នាបានឃើញរូបភាពហើយជាមួយអាយដាមវ្លាឌីមៀពូទីនប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីជំនួបទ្វេភាគីកម្ពុជារុស្ស៊ីនេះប្រព្រឹត្តទៅក្នុងបរិយាកាសមួយសន្តិដ្ឋានកក់ក្ដៅនិងប្រកបទៅដោយការជឿទុកចិត្តគ្នាទៅវិញទៅមកដែលនេះឆ្លុះបញ្ចាំងពីមិត្តភាពដ៏ល្អនិងដ៏យូរអង្វែងរវាងកម្ពុជារុស្ស៊ីនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីរុស្ស៊ីសម្ដែងនូវការពេញចិត្តខ្លាំងចំពោះការរីកចម្រើនជាលំដាប់និងជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីកម្ពុជារុស្ស៊ីមេដឹកនាំទាំងពីរក៏បដិញ្ញាចិត្តដូចគ្នាដែរក្នុងការរក្សាសន្ទុះវិជ្ជមាននេះនៃទំនាក់ទំនងកម្ពុជារុស្ស៊ីតរៀងទៅមុខកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីរុស្ស៊ីខ្ញុំសូមគូបញ្ជាក់សង្កត់ធ្ងន់លើវិស័យសំខាន់ចំនួន3ទី1កិច្ចសហប្រតិបត្តិការនយោបាយនិងការទូតទី2ពាណិជ្ជកម្មកសិកម្មនិងធម្មពលនិងទី3ការតភ្ជាប់ពិសេសរវាងប្រជាជននិងប្រជាជនសម្ដេចធិបតីស្នើរុស្ស៊ីឲ្យពង្រីកនិងពង្រឹងការវិនិយោគនៅកម្ពុជាឲ្យពិចារណាទៅលើសំណើរបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលមានរុស្ស៊ីបេឡូរុស្ស៊ីកាហ្សាក់ស្តានគីហ្គីស៊ីស្តាននិងអាក់មេនីជាសមាជិកជាមួយគ្នានេះសម្ដេចធិបតីក៏អំពាវនាវដែរអំពាវនាវឲ្យកម្ពុជានិងរុស្ស៊ីបន្តកិច្ចសហប្រតិបត្តិការនៅលើវិស័យធម្មពលកសិកម្មអប់រំទេសចរណ៍និងសុខាភិបាលជារួមជំនួបទ្វេភាគីកម្ពុជារុស្ស៊ីរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនិងអាយដាមវ្លាឌីមៀពូទីននៅកាហ្សុងប្រទេសរុស្ស៊ីស្ដែងឲ្យឃើញនៅសារៈសំខាន់3យ៉ាងសារៈសំខាន់ម្យ៉ាងទី1គឺគុណភាពនៃទំនាក់ទំនងកម្ពុជារុស្ស៊ី70ឆ្នាំកន្លងមកហើយដែលកម្ពុជានិងរុស្ស៊ីឈរនៅជាមួយគ្នាពិសេសក្នុងគ្រាដែលកម្ពុជាឆ្លងកាត់ទុក្ខវេទនាខ្លាំងខ្ញុំចង់និយាយពីពេញមួយទសវត្សរ៍ឆ្នាំ1980មិត្តភាពប្រកបដោយគុណភាពនិងដែលមានលក្ខណៈយូរអង្វែងនេះស្ដែងឡើងជាអាចតាមរយៈចំនួននិស្សិតខ្មែរច្រើនពាន់នាក់និងជាច្រើនជំនាន់ដែលបាននឹងកំពុងបន្តទទួលបានការសិក្សាអប់រំនៅសូវៀតនិងក្រោយមកទៀតនៅរុស្ស៊ីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅភ្នំពេញដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ1960ដោយសារជំនួយរបស់រុស្ស៊ីក្នុងសម័យសង្គមរាស្ត្រនិយមគឺជាមិត្តរូបមួយនៃមិត្តភាពយូរអង្វែងនិងប្រកបដោយគុណភាពរវាងកម្ពុជានិងរុស្ស៊ីដែរសារៈសំខាន់ម្យ៉ាងទី2នៃជំនួបទ្វេភាគីនេះនៃជំនួបទ្វេភាគីរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនិងអាយដាមវ្លាឌីមៀពូទីនកាលពីថ្ងៃ18មិថុនាម្សិលមិញនេះមែនទែនទៅគឺជាឱកាសមួយថ្មីដើម្បីឲ្យកម្ពុជានិងរុស្ស៊ីសម្លឹងមើលទៅមុខទៅកាន់ទិសដៅរួមគ្នានិងគោលដៅបន្តស្វែងរកផលប្រយោជន៍ជាក់ស្ដែងរួមគ្នាសម្រាប់ប្រជាជនកម្ពុជានិងសម្រាប់ប្រជាជនរុស្ស៊ីរាយសារៈសំខាន់ម្យ៉ាងទី3នៃជំនួបទ្វេភាគីកម្ពុជារុស្ស៊ីកាលពីល្ងាចមិញគឺសារនយោបាយដ៏ច្បាស់លាស់របស់សម្ដេចធិបតីនោះគឺកម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់និងពង្រីកមិត្តភាពថ្មីនៅលើពិភពលោកតទៅថ្ងៃមុខទៀតគឺជាទិសដៅនៃគោលនយោបាយការបរទេសឯករាជ្យនិងប្រកបដោយតុល្យភាពរបស់កម្ពុជាយើងនៅក្នុងបរិបទពិភពលោកមួយដោយដែលខ្ញុំបញ្ជាក់មិញអញ្ចឹងមិនជាក់លាក់ស្មុគស្មាញនិងមិនថិតថេរទាល់តែសោះ
ដោយឡែកអនុញ្ញាតឲ្យខ្ញុំគូបញ្ជាក់បន្ថែមថាកាលពីរុស្ស៊ីម្សិលមិញថ្ងៃទី18មិថុនានៅកាសុងប្រទេសរុស្ស៊ីដដែលសម្ដេចធិបតីក៏ជួបពិភាក្សាដែរជាមួយអ៊ីស្រាអែលជនមួយចំនួនសម្ដេចធិបតីជួបជាមួយអេដាមប៉ាគីស្ថានសាគីនតាយេប្រធានគ្រប់ប្រឹក្សាភិបាលគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ីអេដាមប៉ាគីស្ថានសាគីនតាយេនិងសម្ដេចធិបតីពិភាក្សាគ្នាជាពិសេសអំពីការបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីសម្ដេចធិបតីហ៊ុនម៉ាណែតក៏ជួបពិភាក្សាគ្នាដែរជាមួយអេដាមនូឡាន់យេមេកបាយ៉េហ្វអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃគោលដៅគឺស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមរវាងកម្ពុជានិងអង្គការសហប្រតិបត្តិការសៀងហៃហើយអង្គការតំបន់នេះដែលបង្កើតឡើងនៅឆ្នាំ2001មានកម្មវត្ថុមួយចម្បងហើយសំខាន់នោះគឺសន្តិសុខនិងការប្រឆាំងនឹងភេរវកម្មក្នុងន័យថាមានគោលដៅរក្សាស្ថិរភាពនៃតំបន់អាស៊ីកណ្ដាលសរុបមកវិញនៅកាសុងសហព័ន្ធរុស្ស៊ី2ថ្ងៃចុងក្រោយនេះកម្ពុជាតំណាងដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យបើកចំហនិងមានតុល្យភាពល្អរបស់កម្ពុជាដោយរក្សាយ៉ាងខ្ជាប់ខ្ជួននូវមិត្តភាពរឹងមាំជាមួយដៃគូទាំងអស់នេះទី1ទី2មិត្តភាពកម្ពុជានិងសហព័ន្ធរុស្ស៊ីជាមិត្តភាពយូរអង្វែងដែលឈរលើផលប្រយោជន៍រួមនិងគោរពគ្នាទៅវិញទៅមកហើយទំនាក់ទំនងទីទៀតសោតនឹងបន្តរីកចម្រើនតទៅមុខទៀតទី3កម្ពុជាបន្តពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការនិងការតបជាប់ជាមួយគ្រប់ប្រទេសនានានៅក្នុងលោកដើម្បីការពារអ្វីការពារសន្តិភាពដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងដើម្បីបន្តបម្រើផលប្រយោជន៍ប្រជាជាតិនិងប្រជាពលរដ្ឋខ្មែរទាំងអស់នេះគឺជាលទ្ធផលនិងសារៈនិងសារសំខាន់ដែលស្ដែងឡើងស្ដែងចេញតាមសកម្មភាពរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារយៈពេល2ថ្ងៃនេះក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ី